រឿងនិទានរឿងសត្វឥន្ទ្រីរបស់ព្រះឥសូរមានសត្វឥន្ទ្រីមួយជាទីគប់ប្រហារតីនៃព្រះឥសូរបើសត្វឥន្ទ្រីនេះវាចង់បានអ្វីក្តីឬក៏ចង់ស៊ីសត្វណាក្តីវាទូលព្រះឥសូរថាវាយល់សុបិនត្រូវស៊ីសាច់សត្វនោះហើយព្រះឥសូរក៏ចេះតែជឿតាមហៅសត្វមកឲ្យវាស៊ីជារឿយសត្វទាំងឡាយមានគោក្របីជាដើមកាត់ការក្តៅក្រហាយនិងសត្វឥន្ទ្រីដ៏មហិមានេះតែពុំហ៊ានថាអ្វីក៏ព្រោះតែខ្លាចអំណាចរបស់ព្រះឥសូរដែលជាម្ចាស់នៅលើសត្វលោកនេះថ្ងៃមួយសត្វឥន្ទ្រីនេះវាចង់ស៊ីសាច់ស្ដេចដំរីទើបវាទូលព្រះឥសូរថាវាយល់សុបិនត្រូវស៊ីសាច់ស្ដេចដំរីសចំណែកព្រះឥសូរក៏ជឿតាមទើបឲ្យបំរើទៅប្រាប់ដំរីសម្ដាយហើយនឹងកូនថាឲ្យទៅលាងខ្លួនឲ្យស្អាតហើយឲ្យចូលមកក្នុងវេលាព្រឹកនេះឲ្យសត្វឥន្ទ្រីគេស៊ីត្បិតគេយល់សុបិនត្រូវត្រង់រូបខ្លួនហើយចំណែកឯដំរីសម្ដាយនឹងកូនកាលណាបើឮព្រះឥសូរហៅឲ្យខ្លួនទៅឲ្យសត្វឥន្ទ្រីស៊ីដូច្នេះក៏ផិតភ័យនឹងសេចក្តីស្លាប់ដ៏មហិមានោះហើយពួកគេបាននាំគ្នាយំសោកវិយោគទៅផ្សេងពុំដឹងបើនឹងរកលោកអ្នកណាមេត្តាជួយដោះជីវិតនៃអាត្មាបានហើយក៏នាំគ្នាដើរចុះទៅក្នុងស្រះដើម្បីនឹងងូតទឹកដោះលាងកាយនៅក្នុងគ្រានោះមានសត្វទីទុយមួយទុំនៅលើមែកឈើបានឃើញដំរីសម្ដាយនឹងកូនដើរយំសោកដូច្នេះក៏សួរទៅថាអ្នកដំរីសអ្នកមានទុក្ខទោមនស្សព្រោះតែហេតុអ្វីដំរីសម្ដាយហើយនឹងកូនក៏ថ្លែងសេចក្តីប្រាប់ទីទុយតាំងពីដើមដល់ចប់សពគ្រប់ប្រការចំណែកទីទុយឮដូច្នេះក៏ពោលថាអោព្រះឥសូរលោកម្ដេចក៏ប្រកបដោយឆន្ទាគតិគឺលំអៀងច្បាប់លំអៀងសេចក្តីទៅតាមសេចក្តីស្រឡាញ់ទៅជឿស្ដាប់តែពាក្យសត្វឥន្ទ្រីឲ្យយាយីគេឯងដូច្នេះដំរីសបានតបថាអោអ្នកទីទុយអើយខ្ញុំនេះអត់ទីពឹងពុំអ្នកសោះសូមអ្នកមេត្តាជួយសង្គ្រោះដោះដូរជីវិតខ្ញុំឲ្យរួចពីភ័យនេះម្ដងទៅលោកម្ចាស់ខ្ញុំម្ដាយនឹងកូននឹងទៅបម្រើអ្នកចំណែកឯទីទុយកាត់ចិត្តមេត្តាករុណាក៏ឆ្លើយទទួលថាបើដូច្នេះចូលអ្នកឯងទទួលសារភាពថាជាបាយខ្ញុំទៅចុះខ្ញុំនឹងទៅនិយាយកែតាមឧបាយកលតនឹងព្រះឥសូរមើលម្ដងដំរីសក៏ព្រមតាមហើយឲ្យទីទុយជិះទុំនៅលើក្បាលកូនដំរីសចូលទៅកាន់ដំណាក់ព្រះឥសូរឯដរភ្នំកៃឡាសមហាស្ថានដល់ហើយទីទុយក៏ចុះចាក់អំពីក្បាលដំរីសចុះទៅទៀបបល្ល័ង្កទីនឹងព្រះឥសូរហើយទូលថាបបិទ្ធព្រះអង្គជាកំពូលលោកព្រះអង្គមានការអ្វីបានជាទ្រង់ហៅដំរីសដែលជាបាវរបស់ខ្ញុំទូលព្រះបង្គំមកនេះមានហេតុភេទយ៉ាងណាព្រះករុណាព្រះឥសូរឆ្លើយថាទីទុយបាវព្រាយរបស់ឯងនេះត្រូវដល់សេចក្តីស្លាប់ហើយនៅក្នុងថ្ងៃនេះត្បិតសត្វឥន្ទ្រីគេយល់សុបិនថាត្រូវបរិភោគសាច់ដំរីហេតុទើបយើងឲ្យហៅដំរីសដែលជាបាវឯងមកឲ្យគេស៊ីទីទុយបានតបថាសូមទានឯកិរិយាយល់សុបិនរបស់សត្វឥន្ទ្រីនោះជាទៀងពិតប្រាកដព្រះអង្គយកជាប្រមាណឬយ៉ាងណាដូចម្ដេចព្រះឥសូរបានតបថាទីទុយសត្វឥន្ទ្រីនោះគេយកសុបិនហើយសុបិននោះនិមិត្តទៀងពិតណាស់ហើយយកជាប្រមាណបានទីទុយបានតបថាក្រាបទូលព្រះបង្គំជាខ្ញុំជឿតាមព្រះបន្ទូលដែលទ្រង់ជឿសុបិនសត្វឥន្ទ្រីនោះដំរីសបាយខ្ញុំព្រះករុណាវិសេសក៏គួរស្លាប់ហើយខ្ញុំម្ចាស់នាំមកថ្វាយឲ្យទ្រង់ប្រទានដំរីសឲ្យសត្វឥន្ទ្រីគេបរិភោគចុះតែខ្ញុំល្អងធូលីព្រះបាទយប់មិញនេះមានធរៈដើរចាប់ក្តាមបរិភោគពុំបានទទួលទានដំណេកសោះបើដូច្នេះសូមមេត្តាអត់ទោស
សូមទទួលទានដំណេកបានមួយស្រលេតសិនហើយសឹមនាំបាវឲ្យទៅសត្វឥន្ទ្រីស៊ីចុះថាហើយទីទុយក៏ធ្វើជាថ្មិចភ្នែកសំងំដេកបន្តិចទីទុយក៏ធ្វើជាភ្ញាក់ឡើងហើយពុតខ្លួនពុតប្រានសិតស្លាប់ធ្វើកិរិយារីករាយហើយទូលព្រះឥសូរថាសូមទ្រង់មេត្តាប្រោសទូលព្រះបង្គំជាខ្ញុំទទួលទានដំណេកអំបញ្ញមិញនេះទៅយល់សុបិនបានល្អណាស់ជាសុបិនមង្គលហៅថាសុភនិមិត្តព្រះឥសូរក៏សួរថាបើឯងយល់សុបិននេះដូចម្ដេចចុះនិយាយទៅមើលទីទុយក៏ទូលថាសុបិនទូលព្រះបង្គំជាខ្ញុំមានសេចក្តីប្លែកណាស់ស្ទើរតែមិនហ៊ាននិយាយចំណែកព្រះឥសូរបានតបថាមើលឯងនិយាយទៅចុះសុបិនឯងនោះយ៉ាងណាទីទុយបានពោលថាសូមទានជ្រាបសុបិននោះបានយល់ឃើញថាសម្ដេចនាងឧមាភគវតីដែលជាព្រះរាជមហាសីល្អងធូលីព្រះបាទនេះស្រឡាញ់ខ្លួនខ្ញុំព្រះអង្គករណាវិសេសល្អងធូលីព្រះបាទក៏ប្រោសប្រទានឲ្យមកជាភរិយារបស់ខ្ញុំសុបិនខ្ញុំនេះទៀងប្រកាសណាស់យកជាប្រមាណបានបើដូច្នេះសូមល្អងធូលីព្រះបាទហើយព្រះនាងឧមាភគវតីនោះព្រះរាជទានឲ្យទូលព្រះបង្គំជាខ្ញុំទុកជាព្រះកេររបស់ព្រះករណាវិសេសព្រះឥសូរឮដូច្នេះក៏តូចព្រះハរតីទើបត្រាស់ថាឯងយល់សុបិននេះតែផ្ដាស់ទេយើងនឹងយកជាប្រមាណពំបាននឹងជឿស្ដាប់ពំបានទេអាទីទុយអើយចំណែកទីទុយបានតបថាកាលយល់សុបិនខាងទូលព្រះបង្គំជាខ្ញុំព្រះអង្គយល់ជាប្រមាណពំបាននឹងជឿស្ដាប់ពំបានចុះខាងសត្វឥន្ទ្រីនោះម្ដេចក៏ព្រះអង្គជឿស្ដាប់យកជាប្រមាណបានបើសុបិនទូលព្រះបង្គំជាខ្ញុំមិនពិតសុបិនសត្វឥន្ទ្រីនោះក៏មិនពិតដូចគ្នាដែរព្រោះជាវិស័យសកលជាតិដូចគ្នាសូមព្រះអង្គកាត់សេចក្តីនេះឲ្យបានប្រកបដោយយុត្តិធម៌ផងទៀតព្រះឥសូរឮទីទុយស្ដីដូច្នោះបានត្រាស់បង្គាប់ថាចូលឯងនាំយកដំរីសជាបាវឯងវិលទៅកាន់ទីលំនៅឯងវិញចុះការនេះយើងលើកលែងគ្នាតែប៉ុណ្ណេះចំណែកទីទុយក្រាបថ្វាយបង្គំលានាំដំរីសម្ដាយនឹងកូនទៅកាន់លំនៅដើមវិញដំរីទាំងម្ដាយនឹងកូនក៏បានរួចជីវិតនៅជាសុខសប្បាយតទៅព្រោះបានជួបនឹងទីទុយដែលជាកល្យាណមិត្តជាអ្នកប្រាជ្ញអាចជួយដោះទុក្ខបានដោយប្រពៃ